បាទសួស្តីបងប្អូននៅក្នុងក្រុម VIP ទាំងអស់គ្នាបាទឥឡូវនេះកន្លែង rec នេះគឺ update បានច្រើនគួរសមអញ្ចឹងវីដេអូចាស់សម្រាប់ user ថ្មីគាត់ចូលមកគាត់អាចវិញអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំសូមបញ្យល់តាំងពីដើមមកវិញពីរបៀប rec account អ្នកខ្លះគាត់ប្រើ key ធម្មតាគាត់ចូលមកគាត់ជួប line ជាអញ្ចឹងគាត់ឆ្ងល់អញ្ចឹងបងប្អូនចុចកន្លែងនេះមកគឺនឹងដូរមក rec full ជាមួយ LD ហើយអញ្ចឹងកន្លែងនេះយើងសម្រាប់ rec នៅលើ Chrome ទេបាទអញ្ចឹង option ណាដែលត្រូវប្រើជាមួយ Chrome បានមានតែប៉ុណ្្នឹងទេក្រៅពីហ្នឹងគឺបិទអស់ហើយបាទអញ្ចឹងខ្ញុំសូមបញ្យល់តាំងពីដើមមកវិញបាទអញ្ចឹងទី1នេះគឺ network គឺសំដៅទៅលើIP ដែលយើងត្រូវដាក់ rec ជាមួយអញ្ចឹងវាមានដូចជា 4G មាន proxy មាន Wi-Fi Open VPN អញ្ចឹងបងប្អូនselect តាមហ្នឹងមកចង់ rec លើ IP មួយណាបងប្អូនដាក់តាមហ្នឹងមកបើ proxy នេះពណ៌រៀងដិតហ្នឹងបានន័យថាយើងអាច click ដាក់បញ្ចូល proxy បានអញ្ចឹងបងប្អូនចុចអញ្ចឹងមកបងប្អូនដាក់ proxy តាមលំនាំអញ្ចឹងមកទី1គឺ IP បន្ទាប់មក port ហើយ username ហើយ password អញ្ចឹងបងប្អូនដាក់តម្រងហ្នឹងមកហើយចុច save មកបាទអាហ្នឹងបើ rec លើ proxy បាទបន្ទាប់មកទៀត Wi-Fi នេះបានន័យថាយើង rec នៅលើ Wi-Fi យើងហ្មងអញ្ចឹងវាបិទអស់ហើយផ្សេងហ្នឹងយើង rec លើ Wi-Fi ស៊ីនរបស់យើងបាទអញ្ចឹងកន្លែង Open VPN នេះបើសិនជាបងប្អូនយក random គឺវានឹង random ចាប់ location តាមអ្វីដែលមាននៅក្នុងហ្នឹងអញ្ចឹងណាតែបើសិនជាបងប្អូនយកកន្លែងនេះ current បានន័យថាបងប្អូន select យកកន្លែងអានេះអីគេគឺវាចាប់លើហ្នឹងឯងចាប់តែមួយទេបើយើងយក random គឺវាចលេះចលោះគ្នាច្រើនហើយនៅពេលដែលវា rec ចូលហើយវានឹង save VPN ហ្នឹងចូលមកនឹង add ចូលក្នុង account automatic អញ្ចឹងនៅពេលដែលយើង run tool កន្លែង home ហ្នឹងគឺយើងរើសយក setting នេះបងប្អូនយកអាកន្លែង use location on account អញ្ចឹងមកគឺវានឹងបើកទៅតាម IP ដែលយើង rec ចូលហ្នឹងហើយអញ្ចឹងអានេះពេលយើងយក random អញ្ចឹងទៅអានេះវា random ចំអីចំទៅដឹងថាវា save location ទុកហើយចឹងពេលបងប្អូនយកមក verify nobody វានឹងបើកលើ IP ដែលវាបានបង្កើត account ហ្នឹងវាចំ location អីវានឹងបើកមកលើ location ហ្នឹងនេះបងប្អូនដូចឃើញជាក់ស្ដែងអញ្ចឹងវាមានចលេះចលោះគ្នា random វាអញ្ចឹងណាបាទអញ្ចឹងវា random ចាប់តាមហ្នឹងបន្តមកទៀតកន្លែងនេះគឺកន្លែងដាក់ឈ្មោះអញ្ចឹងឈ្មោះហ្នឹងមាន auto English ហើយនិង custom អញ្ចឹង auto English នេះគឺវាចាប់ឈ្មោះ automatic ជាភាសាអង់គ្លេសហើយ custom នេះបងប្អូនចង់ដាក់អីក៏បានដែរដាក់ជាភាសាថៃក៏បានដាក់ជាភាសាអង់គ្លេសក៏បានដែរឬក៏ដាក់ជាភាសាខ្មែរអីក៏បានដែរស្លេចចិត្តណាអញ្ចឹងអានេះ first name អានេះ last name មាន user ខ្លះគាត់ស្នើចង់ដាក់ full name គាត់ចង់ដាក់ full name ដូចជាឧទាហរណ៍ថាកន្លែងនេះចឹងហើយគាត់ដាក់ full name ចឹងអញ្ចឹងនៅពេលដែលវា random ចំ full name ហ្នឹងវាច្បាស់ជាវាចាប់បានតែមួយឈ្មោះទេដូចអានេះវាចាប់អាហ្នឹងហើយបន្តមកអានេះអញ្ចឹងគ្រប់ account ឲ្យតែវាចាប់បានអានេះគឺវាដឹងតែចាប់អានេះហើយ first name ចាប់បានអានេះ last name ដឹងតែចាប់បានអានេះអញ្ចឹងវាអាចធ្វើឲ្យឈ្មោះហ្នឹងវាឆាប់ spam អញ្ចឹងបើសិនជាយើងចាប់ដាក់ first name last name នេះខុសគ្នាឧទាហរណ៍ថាពេលហ្នឹងវា random ចំអានេះអញ្ចឹងពេលក្រោយអាទាំងអស់នេះវាអត់ដឹង random ចំមួយណាទេវាអាចអានេះអីផ្សេងអញ្ចឹងវាធ្វើឲ្យឈ្មោះងាយ spam ទេអញ្ចឹង custom name មានប៉ុណ្ណឹងបាទចុច save បន្តមកទៀតគឺកន្លែង fake contact នេះវាមានជា phone ហើយនិង random gmail អញ្ចឹង random gmail នេះវាគ្រាន់តែបញ្ឆោតវាមាន verify code ទេវាគ្រាន់តែដាក់បញ្ចូលហើយនៅពេលដែលចង់បញ្ចប់វានឹងverify code តាមអ្វីដែលយើង select នៅនេះ verify code នេះអញ្ចឹងបើសិនជាយើងយក nobody វាអត់ verify ទេវា save ហ្មងបាទអញ្ចឹងបើសិនជាយើងយក phone យើង select ប្រទេសតាមហ្នឹងមកយើង rec លើ IP អីយើងដាក់លេខទូរស័ព្ទឲ្យត្រូវ IP ហ្នឹងមកតែជួនកាលខុស IP ក៏វាអាច verify ចូលដែរឧទាហរណ៍យើងដាក់ IP អាមេរិកយើងដាក់លេខខ្មែរលេខថៃអីក៏វាចូលតាមហ្នឹងដែរបាទហ្នឹងគ្រាន់តែជាលេខបញ្ឆោតទេវាជា random ដាក់អញ្ចឹងណាបាទបន្តមកទៀត gender នេះបើសិនជាយើងយក random គឺវានឹង random ចាប់ male និង female ទៅតែបើសិនជាយើងចង់ចាប់តែ female ទៅមួយមុខឬក៏ male ទៅមួយមុខទេបងប្អូនយកកន្លែង select នេះហើយបងប្អូនរើសមកយក male ឬក៏ female បាទបន្តមកទៀតកន្លែងដែលយើង generate password អញ្ចឹង password បើសិនជាបងប្អូនយក random ហើយបងប្អូនដាក់ digit មក digit ហ្នឹងយើងចង់ random ប្រហែលខ្ទង់ឧទាហរណ៍ថា8ខ្ទង់អញ្ចឹងអានេះយ៉ាងតិច8តែក្រោម8គឺវានឹង auto ទៅ8 auto អញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់10អញ្ចឹងដាក់10បាទអញ្ចឹងយើងដាក់10ខ្ទង់ហើយ symbol ហ្នឹងបានន័យថាសញ្ញាយើងចង់ដាក់លាយសញ្ញាអីអត់នៅក្នុង10ខ្ទង់ហ្នឹងយើងចង់លាយអត់បើសិនជាយើងអត់ចង់លាយទេយើងអត់ចាំបាច់ដាក់ទេតែបើសិនជាយើងចង់លាយសញ្ញាយើងដាក់មកភាគច្រើនសញ្ញាដែល support ស្រួលសញ្ញាត្រង់ជ្រូកដូចឧទាហរណ៍នៅហ្នឹងអញ្ចឹងណាសញ្ញាដុល្លារសញ្ញា underscore សញ្ញា add អីចឹងទៅអញ្ចឹងអាសញ្ញា4ហ្នឹងវាអត់ដឹងចាប់មួយណាទេក្នុង10ហ្នឹងវាចលេះចលោះគ្នាបាទអញ្ចឹងកន្លែងនេះគឺ random auto ប៉ុណ្ណឹងកន្លែង custom mask នេះបានន័យថាយើងដាក់ custom password ខ្លួនឯងអញ្ចឹងបងប្អូនចង់ដាក់ custom password ខ្លួនឯងដាក់អីក៏បានដែលយើងដាក់ជាអក្សរមក SD farm 001អីចឹងទៅអាហ្នឹងយើងដាក់ custom ខ្លួនឯងអញ្ចឹងគ្រប់ account គឺវានឹងប្រើ password ហ្នឹងទាំងអស់តែបើសិនជាបងប្អូនចង់ដាក់custom ខ្លួនឯងតែអក្សរ SD ទេក៏ប៉ុន្តែក្រៅពីអក្សរ SD ហ្នឹងបងប្អូនចង់ឲ្យវា random អញ្ចឹងយើងដាក់ control លេខ8មកដាក់សញ្ញាផ្កាយដាក់សំទោស shift លេខ8អញ្ចឹងយើងដាក់សញ្ញាផ្កាយមកយើងដាក់សញ្ញាផ្កាយកន្លែងណាគឺកន្លែងហ្នឹង random ដូចអានេះ4ខ្ទង់អញ្ចឹងបានន័យថា4ខ្ទង់ហ្នឹងគឺវា random ហើយវាមានអក្សរតូចអក្សរធំលាយលេខហើយវាលាយនឹង symbol នេះទៀតដូចខាងលើអញ្ចឹងណាក៏ប៉ុន្តែយើងអាចrandom លក្ខណៈ custom បានឧទាហរណ៍ថា4ខ្ទង់ហ្នឹងយើង random ហើយស្រាប់តែកន្លែងបន្ទាប់ពី4ខ្ទង់ហ្នឹងយើងដាក់អានេះវិញអញ្ចឹងវានឹងដាក់អានេះ generate វានឹង random generate auto ហើយបន្ទាប់មក farm អញ្ចឹងទៅបាទអញ្ចឹងឥឡូវខ្ញុំអត់ចង់ដាក់អញ្ចឹងទេខ្ញុំគ្រាន់ដាក់ SD ហើយយើងដាក់ផ្កាយមកហើយយើងមើលចំនួនខ្ទង់មកនេះអញ្ចឹងសរុបទាំងអស់ដែលយើងបានបញ្ចូលហ្នឹងទៅបាន7ហើយអញ្ចឹងយើងដាក់ផ្កាយគ្រប់7 8 9 10 11 12តាមចិត្តបងប្អូនចង់ដាក់ប៉ុន្មានក៏ដាក់ទៅបាទអញ្ចឹងបន្ត password របស់យើងដឹងតែមានក្បាល SD ពីមុខហើយអានេះគឺវា generate ទាំងអស់ generate មានអក្សរមានលេខមានសញ្ញាអីចឹងទៅបាទបន្តមកទៀតយើងចូលដល់កន្លែង verify code អញ្ចឹងក្នុងការ verify code ហ្នឹងទី1មានយ៉ាង Dex Soho ហ្នឹងគឺ verify ធម្មតាបានន័យថាបើសិនជាយើងយក option កន្លែងនេះវានឹង fake ជា phone ឬក៏ជា Gmail ហើយនៅពេល direct ទៅ successful
វានឹងចូលទៅ verify ជាមួយនឹង Yandex ហើយនឹង Soho ដែលបងប្អូនបានដាក់ចឹងនេះចាំខ្ញុំបញ្យល់តាមក្រោយរបៀបដាក់ Yandex Soho ហ្នឹងចឹងខ្ញុំបញ្ជាក់ម្ដងទៀត Yandex Soho ហ្នឹងគឺ process វាគឺវា fake អានេះសិនពេល fake ចូលហើយគឺវា verify ជាមួយ Yandex Soho បាទចឹងបើសិនជាយើងយក option direct mail Yandex Soho នេះបានន័យថាយើងអត់ប្រើ fake contact នេះទេគឺយើងនឹងដាក់ mail direct នៅពេលដែលវាចាប់ផ្ដើមពីក្បាលទីមកវាដាក់ mail Yandex Soho ដែលបងប្អូន input នឹងរួចដល់អស់ហើយពេលដល់ចប់ចុងក្រោយបើសិនជា rect ចូលគឺវា verify mail ហ្នឹងមកអត់មានលេខទូរស័ព្ទបញ្ឆោតទេបាទ no worry បានន័យថានៅពេលដែលបងប្អូន run ទៅវា fake contact នេះហើយនៅពេលដែលវា rect ទៅ success គឺវា save backup យកហ្មងគឺវាអត់មាន verify ជាមួយ Yandex Soho ទេបាទ no worry after add mail នេះបានន័យថាវានឹង add mail ដែលបងប្អូនដាក់បញ្ចូលទៅតែវាអត់ verify code ទេវាគ្រាន់តែដាក់បញ្ចូលហើយវាទុកចោលអញ្ចឹងនៅពេលដែលទុកចោល mail ហ្នឹងគឺវានឹង save ចូលទៅក្នុង cloud mail នេះហើយអញ្ចឹងនៅពេលដែលបងប្អូន run verify no worry បងប្អូនមិនបាច់រើសយកកន្លែង add new mail anyway អញ្ចឹងយើងគ្រាន់តែ verify ធម្មតាទៅវា verify ជាមួយ mail ចាស់ដែលមាននៅក្នុង cloud ហ្នឹងហើយបាទបន្តមកទៀតGmail OTP នេះអានេះខ្ញុំអត់តាន់បានរក website បានទេព្រោះអីលើគេថា scam អញ្ចឹងខ្ញុំអត់តាន់បានដែរបាទកន្លែង phone OTP នេះគឺយើង verify code ជាមួយលេខទូរស័ព្ទអញ្ចឹងឥឡូវនេះទឹកប្រមាន3ទេចាំមើល version ក្រោយខ្ញុំនឹងបន្ថែមជូនទៀតបាទអញ្ចឹងដើម្បី verify ជាមួយ phone OTP នេះបានគឺអ្នកទាំងអស់គ្នាគឺត្រូវតែបញ្ចូល mail អញ្ចឹងហ្មងអញ្ចឹង mail ដែលយើងត្រូវបញ្ចូលខ្ញុំបញ្ចូលកន្លែងហ្នឹងបន្តិចបាទអញ្ចឹងអ្នកទាំងអស់គ្នាបើមាន Yandex យើងដាក់ចូលមកអញ្ចឹងយើងមានបណ្ណាយើងដាក់ប៉ុណ្ណឹងមកបាទអញ្ចឹងឧទាហរណ៍ខ្ញុំយកមកដាក់មកខ្ញុំមាន Yandex បាទអញ្ចឹងទី1គឺ mail full mail យើងធម្មតាអត់មានបូកទេអត់មានបូកនៅកន្លែងហ្នឹងណាបន្ទាប់មកយើងដាក់សញ្ញាត្រង់ហើយយើងដាក់ app password បាទអញ្ចឹងរបៀបយកបើក iMap ហើយនឹងបង្កើត app password ហ្នឹងយើងមានវីដេអូផ្សេងទៀតសម្រាប់ឲ្យបងប្អូនមើលអញ្ចឹងយើងដាក់ចូលប៉ុណ្ណឹងមកបាទអញ្ចឹងកន្លែង auto generate ហ្នឹងគឺ tool នឹង auto បូកដាក់អញ្ចឹងបាទអញ្ចឹងយើងដាក់ប៉ុណ្ណឹងវិញមកហើយមាន Soho បងប្អូនដាក់ Soho ជុំគ្នាមកយើងមានបណ្ណាយើងដាក់ប៉ុណ្ណឹងមកកន្លែង mail ហ្នឹងដាក់កាន់តែច្រើនកាន់តែល្អឥឡូវខ្ញុំមាន Soho ខ្ញុំដាក់ Soho មក Yandex ខ្ញុំអត់តន់ដាក់អស់ឥឡូវខ្ញុំ copy Yandex ឲ្យអស់យើងមាន mail ប៉ុណ្ណាយើងដាក់ប៉ុណ្ណឹងមកយើងមានកាន់តែច្រើនកាន់តែល្អដើម្បីកុំឲ្យវាឆាប់ spam នៅពេលដែលយើង rect ទៅបាទអញ្ចឹងកន្លែង auto generate នេះមានប៉ុណ្ណឹងបន្តមកទៀតកន្លែង custom បានន័យថាវាអត់មាន auto generate បូកកតុយឲ្យយើងទេអញ្ចឹងអាកន្លែងហ្នឹងគឺអ្នកនរគ្នាត្រូវដាក់ខ្លួនឯងឧទាហរណ៍ថាកន្លែងហ្នឹងត្រូវដាក់នេះយើងដាក់បូកមកខ្លួនឯងមកចង់ដាក់001 002ហ្នឹងអ្នកនរគ្នាដាក់ខ្លួនឯងអញ្ចឹងណាដាក់តាម Excel ឬក៏ដាក់តាមអីផ្សេងៗអញ្ចឹងទៅអានេះយើងដាក់បាទហើយអានេះ mail ហ្នឹងដដែលដាក់02 03អីចឹងទៅបាទ03អញ្ចឹងទៅបាទកន្លែង custom ហ្នឹងគឺយើងដាក់បូកសញ្ញាបូកហ្នឹងគឺយើង custom ដោយខ្លួនឯងអញ្ចឹងអ្នកនរគ្នាដាក់អញ្ចឹងបើសម្រាប់តាក់ទងជាមួយនឹង mail custom កន្លែងហ្នឹងក៏យើងអាចប្រើបានដែរអញ្ចឹង mail custom នេះខ្ញុំមានឧទាហរណ៍មួយបើសិនជាអ្នកនរគ្នាមាន domain mail ខ្លួនឯងណាបើសិនជាអ្នកនរគ្នាទិញតាមCloudflare បើសិនជាទិញតាម Cloudflare domain វាយើងនឹងបាន domain ឧទាហរណ៍ថាខ្ញុំឥឡូវមាន domain នេះ sdfarmail.com អញ្ចឹងនៅពេលដែលអ្នកនរគ្នាដាក់ចូលគឺតម្រងដែលយើងដាក់គឺយើងដាក់តែសញ្ញា add ហើយ domain ទៅបានហើយអញ្ចឹងនៅពេលដែល tool វា generate គឺវា generate ក្បាលនេះដាក់ឲ្យយើង automatic ហ្មងវាដាក់អញ្ចឹងទៅអ្នកនរគ្នាដាក់នេះ5ខ្ទង់វាដាក់5ខ្ទង់អញ្ចឹងអានេះដាក់11ខ្ទង់អានេះវា generate មុខអាសញ្ញា add ហ្នឹង11ខ្ទង់ automatic អញ្ចឹងទៅបាទអញ្ចឹងយើងដាក់ប៉ុណ្ណឹងវិញមកហើយតម្រងគឺអញ្ចឹងណាយើងទី1យើងដាក់ domain mail របស់យើងមកសញ្ញាចែកអានេះសញ្ញា tray បន្ទាប់មកអានេះគឺជា mail forward របស់យើងបានន័យថានៅពេលដែល Facebook ផ្ញើចូល code ចូលអា mail ដែល generate រួចហើយ domain របស់យើងហ្នឹងវាមិន forward ទៅអា mail នេះអញ្ចឹង mail ហ្នឹងបងប្អូនត្រូវតែដាក់Soho ឬក៏ Yandex ដែលអាចទទួល code បានហ្នឹងហើយដាក់សញ្ញាត្រង់ app password ដូចគ្នាដូចអាខាងលើដែលខ្ញុំបញ្យល់ពីខាងលើមកអញ្ចឹងណាបាទធម្មតាអាហ្នឹងយើងមិនដាក់ចេះនេះ mail ហើយសញ្ញាត្រង់ app password អញ្ចឹងអានេះដូចគ្នាគ្រាន់តែយើងដាក់អា domain custom យើងហើយយើងដាក់សញ្ញា tray មួយមកបន្ទាប់មកយើងដាក់ full mail យើងដែល forward ចេញពីអាហ្នឹងចូលអាហ្នឹងធម្មតាទៅ tool នឹងធ្វើការ automatic ទេបាទ custom នេះដូចគ្នា custom នេះឧទាហរណ៍ថាអ្នកនរគ្នា generate ដោយខ្លួនឯងអញ្ចឹង generate ដោយខ្លួនឯងអ្នកនរគ្នាដាក់នេះខ្លួនឯងមក001ហើយសញ្ញាអញ្ចឹងដូចគ្នាមកបន្ទាប់មកអាទី2នេះដាក់002ឬក៏សញ្ញាអីដាក់ខ្លួនឯង custom ហ្នឹងបានន័យថាយើងដាក់ដោយដៃអញ្ចឹង tool វានឹងចាប់លេខ1វាចាប់1វា remove 1ចាប់1វា remove 1ព្រោះអី mail យើងអាចប្រើជូនស្ទូនគ្នាបានទេអញ្ចឹងខ្ញុំដាក់ code ឲ្យវាលុប automatic មកបាទអញ្ចឹងបន្តមកទៀតកន្លែង delay gate code នេះបានន័យថានៅពេលដែលយើងបញ្ចូល mail ហើយយើង delay រយៈពេលប្រហែល second បានឲ្យវាចូលទៅចាប់ code ត្រង់ដែល Facebook វាផ្ញើ code មកណាបាទអញ្ចឹង retry gate code នេះយើងចង់ឲ្យវា retry ម្ដងឧទាហរណ៍ថាយើងអត់ចង់ច្រើនដងយើងចង់ដាក់តែ2ឬក៏1យើងដាក់តាមហ្នឹងមកបើសិនជាម្ដងហ្នឹងវាចាប់អត់បានឲ្យវា fail ចឹងទៅតែបើយើងចង់ឲ្យវាព្យាយាមចាប់ច្រើនដងអ្នកនរគ្នាដាក់តាមហ្នឹងមកបាទបន្តមកទៀតយើងចុច save មកគឺវាដំណើរការតាមហ្នឹងហើយបាទអញ្ចឹងកន្លែងដែលយើងដាក់ Yandex Soho កន្លែងនេះគឺដូចគ្នាទាំងអស់បងប្អូនចុចប៊ូតុងនេះហើយប៊ូតុងនេះគឺវាចូលកន្លែងហ្នឹងដូចគ្នាហើយកន្លែង home ក៏ដូចគ្នាដែរបងប្អូនចុចកន្លែង new mail វាចេញកន្លែង
នឹងដូចគ្នាពេលយើងបញ្ចូលចឹងទៅវាចូលក្នុង cloud នឹងដូចគ្នាព្រោះកន្លែងហ្នឹងគឺជាកន្លែង UI តែមួយទេគ្រាន់តែខ្ញុំដូរដាក់ setting ផ្សេងៗគ្នាអញ្ចឹងណាបាទអញ្ចឹងយើងបន្តទៅមុខទៀតដើម្បីយើង verify ជាមួយ phone OTP នេះគឺយើងត្រូវដាក់ API របស់វាសិនអញ្ចឹងយើងចូលមកកន្លែង setting មកបាទបាទអញ្ចឹងកន្លែងនេះខ្ញុំដាក់ option កន្លែងនេះគឺយើងងាយស្រួល link ទៅ website កុំឲ្យបងប្អូនបាក់សួរថានឹង website អីជួនកាលចូលទៅខុសអញ្ចឹងណាអញ្ចឹងបងប្អូនគ្រាន់ចុចលើវាមកវា link ចូលទៅបើកចូល website នឹង automatic ហ្មងបាទអញ្ចឹងអានេះដូចគ្នា file sim ដូចគ្នាបងប្អូនកុំឲ្យច្រឡំ link បងប្អូនចុចលើវាមកវានឹងបើកចូលហើយបាទហើយយើងអាចចុចទិញតាមនឹងបានបាទ SMS pool យើងចុចមកវាចូលតាមនឹងបាទបាទអញ្ចឹងយើងបញ្ចូល API file sim ចូលហើយយើងអាចរើសប្រទេសរើសបងប្អូនចង់ verify ប្រទេសណាឧទាហរណ៍ថាឥណ្ឌូនេស៊ីយើងវាយអក្សរ I មួយមកវារត់ទៅឥណ្ឌូនេស៊ីយើង select មកគឺវារើសតម្លៃឲ្យដាក់តម្លៃឲ្យអូតូឥណ្ឌូនេស៊ីមានតម្លៃប៉ុន្មានខ្លះហើយយើងមើលកន្លែងភាគរយនេះបើសិនជា 0% អាហ្នឹងដឹងថាវាអត់បានហើយយើងសាកតេស្តមើលបាទដឹងតែអត់លេខទូរស័ព្ទឲ្យវាផ្ញើកូដទេអញ្ចឹងយើងមើលអាណាភាគរយច្រើនឱកាសតាមនឹងដែរតែយើងមើលតម្លៃតាមនឹងដែរអញ្ចឹងណាដូចអានេះវា5.6អានេះវាគិតជាលុយរូពីឬក៏មិនខ្ញុំអត់ដឹងអក្សរ P នេះអីគេអ្នកដូចជារូពីអញ្ចឹងខ្ទង់ប្រហែលជា$700ហ្នឹងវា$10 $700បាទអញ្ចឹងឧទាហរណ៍ថាខ្ញុំយកអានេះ38ហ្នឹងហើយយើងចុចតេស្តមកបាទអត់មានអញ្ចឹងយើងយកលេខផ្សេងទៀតមកអញ្ចឹងមុននឹងបងប្អូនថាទិញលេខមួយណាបងប្អូនតេស្តមើលសិនណាថាលេខហ្នឹងយើងអាចទិញបានអត់បើសិនជាយើងតេស្តកន្លែងហ្នឹងទិញលេខបានអាហ្នឹងចាំយើងរើសយកកន្លែងហ្នឹងដល់ឥឡូវនេះលេខនេះទិញបាននេះលេខអាមេរិកលេខឥណ្ឌូនេស៊ីអញ្ចឹងវា5រូពីនេះបាទអញ្ចឹងបើសិនជាអាហ្នឹងទិញបានចាំបងប្អូន select យកអាហ្នឹងបាទពេលយើង select យកអាហ្នឹងតាម option ហ្នឹងហើយពេលបងប្អូនរើសយកកន្លែងហ្នឹងបងប្អូនយក file sim មកតែ setting យើងសេរីនៅក្នុង setting នេះអញ្ចឹងណា SMS activate ដូចគ្នាបងប្អូនដាក់ API key ចូលមកហើយយើងរើសប្រទេសមកយើងដាក់ប្រទេសណាជើ menu ឬក៏ដាក់នៅណានៅ era អីចឹងទៅឬយើងបងប្អូនចុចតេស្តមកថាវាទិញបានអត់លេខហ្នឹងបាទបើឃើញចុចទិញបានហើយបងប្អូនចាំរើសអាហ្នឹងទៅតែបើឃើញទិញអត់បានទេអត់ចាំបាច់នេះទេបាទកន្លែង check balance នេះឃើញទិញមួយមិញឃើញវាថយលេខទេអញ្ចឹងយើងអាច check balance មើលលុយបាននេះយើងអាច check បាននេះយើង check balance នេះវា show លុយនៅហ្នឹងអានេះ check balance មកបាទអានេះ SMS poll នេះដូចគ្នាអញ្ចឹងនៅពេលដែលខ្ញុំ update ទៅលើបន្ថែមលើ SMS OTP ផ្សេងៗគឺខ្ញុំដាក់អញ្ចឹងដូចគ្នាអញ្ចឹងគឺយើងអាចselect ប្រទេសបានឲ្យដោយស្វ័យប្រវត្តិអញ្ចឹងណាបាទហើយខ្ញុំបញ្ជាក់តិចកន្លែងដែលយើងតេស្តមិញហ្នឹងណាពេលយើងចុចតេស្តទៅវាកាត់លុយមែនឧទាហរណ៍ឥឡូវខ្ញុំឧទាហរណ៍ម្ដងទៀតនេះបាទតេស្តយើងទិញទៅវាកាត់លុយក៏ប៉ុន្តែលុយហ្នឹងបើសិនជាយើងអត់មានទទួលកូដពី Facebook ទេគឺលុយហ្នឹងរយៈពេល20នាទីលុយហ្នឹងគឺវា return មកយើងវិញគឺវាគិតលុយតែពេលដែលវាចាប់ផ្ដើមទទួលបានកូដពី Facebook មកទេបាទបន្ទាប់ពីយើងដាក់ setting អស់ហើយបងប្អូនមើលតាមហ្នឹងទៅបងប្អូនចង់រើសមួយណាដាក់ setting API រួចរាល់អស់ទៅហើយបងប្អូនរើសកន្លែង OTP នេះរើសតាម website របស់បងប្អូនដាក់ setting API រួចរាល់ហ្នឹងមកបាទខ្ញុំបញ្ជាក់ flow កន្លែង phone OTP នេះតិចនៅពេលដែលបងប្អូនរិចទៅគឺវានឹង verify ជាមួយលេខទូរស័ព្ទដែលយើងទិញលើ online បន្ទាប់មកវានឹង add mail ថ្មីចូលអញ្ចឹងបាទខ្ញុំថា mail ហ្នឹងគឺយើងត្រូវចាំបាច់ត្រូវតែដាក់កន្លែងហ្នឹងហ្មងមិនថាយ៉ាងឌិចឬក៏សូហូទេបងប្អូនដាក់ចូលមកបាទអញ្ចឹងយើងដាក់ចូលឲ្យពេញអញ្ចឹងទៅបាទហើយយើងចុច save មកហើយកន្លែងនេះយើង tick យក generate តែយើងយក custom វាមកចាប់អា custom នេះហើយយើងយក generate មកដាក់មក14 11ខ្ទង់ឬក៏12ដាក់12ខ្ទង់ឲ្យច្រើនតិចអញ្ចឹងទៅបាទចុច save មកបាទបន្ទាប់មក additional នេះគឺជាកន្លែងដែលយើង run function បន្ថែមសម្រាប់ random FB នេះបានន័យថាយើងយកឲ្យវា random app version ដែលយើងមាននៅក្នុងតារាងនេះមាននៅក្នុងប្រអប់ហ្នឹងណាអញ្ចឹងវាមានប៉ុណ្ណាគឺវាចាប់ទៅវា random វាអត់ដឹងចំមួយណាខ្លះហើយមកជុំវាចាប់ដូរមួយអញ្ចឹងណាបើ backup CP 108នេះបានន័យថានៅពេលដែលយើង verify code ហើយយើងចង់ backup អត់បើសិនជាបងប្អូនចង់ backup 108ហ្នឹងទុកយកទៅដោះបងប្អូន check មកអាហ្នឹងគឺវា backup ទុកហើយតែបើយើងអត់ check ទេពេលវាជួប108វា skip ទៅវាអត់ save account ហ្នឹងហើយបាទ enable 2FA ពេលយើង verify code រួចរាល់ account ហ្នឹងរស់វានឹងចូលទៅចាក់ 2FA ដោយស្វ័យប្រវត្តិបាទហើយ save name nobody នេះ user ខ្លះក៏ចង់បាន user ខ្លះក៏អត់ចង់បានអញ្ចឹងខ្ញុំដាក់ option បើសិនជាយើងអត់ចង់ save ឈ្មោះទេបងប្អូនអត់ចាំបាច់ tick កន្លែងហ្នឹងទេតែបើសិនជាយើងចង់ save ឈ្មោះបងប្អូន tick មកបាទអញ្ចឹងខ្ញុំបន្ថែមកន្លែង verify nobody តិចទៀតអញ្ចឹង verify nobody ហើយនឹង add new mail នេះប៊ូតុងបងប្អូនអាចចុចបានហ្នឹងគឺវានឹងចូលទៅកន្លែងតែមួយទេបងប្អូនចុចលើ verify nobody ក៏វាចូលទៅប្រអប់ដាក់ mail ហ្នឹងចូលដល់ add new mail ក៏វាចូលប្រអប់ដាក់ mail ហ្នឹងដែរក៏តែ setting កន្លែងនេះវាខុសគ្នាអានេះគឺសម្រាប់ add new mail ហើយអានេះគឺសម្រាប់ verify nobody វាមាន setting ផ្សេងគ្នាអញ្ចឹងពេលយើង verify nobody គឺយើងអាច verify ជាមួយ SMS OTP បានដូចយើងរិចអញ្ចឹងណា flow គឺដូចគ្នានៅពេលដែលវា verify code ហើយគឺវានឹង add new mail ថ្មីចូលហើយវានឹងលុបលេខទូរស័ព្ទនឹងចេញហើយបើសិនជាបងប្អូនចាក់ 2FA គឺចាក់ 2FA ក្នុងពេលតែមួយបាទអញ្ចឹងពេលបងប្អូនសេរី setting រួចដល់អស់ហើយអញ្ចឹងបងប្អូនមុននឹងរិចបងប្អូនរើស category ដែលត្រូវ save account សិនមកអញ្ចឹង category ដែលខ្ញុំមាននៅនឹងអញ្ចឹងបើសិនជាបងប្អូនអត់ category ដែលបងប្អូនចង់ដាក់ផ្សេងបងប្អូនចូលមកបង្កើតនៅ home សិនមកឧទាហរណ៍ខ្ញុំបង្កើត test reg verify អីចឹងទៅបាទដាក់តាមចិត្តយើងបង្កើតអាហ្នឹងមក category ហ្នឹងវាមកចូលនៅនេះហើយអញ្ចឹងពេលយើង run យើង reg លើយក category ហ្នឹងមកហើយយើងចុច run មកឥឡូវឧទាហរណ៍ថាខ្ញុំ run 3ហើយខ្ញុំរើសយក OTP បាទ setting តាមហ្នឹងអានេះខ្ញុំយក random ហើយនេះខ្ញុំយក custom ហើយចុច start មកចុះឧទាហរណ៍ថាខ្ញុំជ្រុល start ទៅ3ហើយ
តែខ្ញុំចង់ run អាផ្សេងនេះទៀតនេះដែល device នៅ install ហ្នឹងដែលខ្ញុំចង់ run បន្ថែមអញ្ចឹងបងប្អូនគ្រាន់តែ select លើ device ដែលយើងចង់ run បន្ថែមមកអានេះបងប្អូនអាចដូរ setting បានណាអញ្ចឹងអា setting មុនគឺវាចាប់ទៅហើយអញ្ចឹងស្រាប់តែអា4 device នេះបងប្អូនrec យក Novari យើង select Novari អញ្ចឹងមកហើយយើងមកស្ដាំលើវាចុច start មកអញ្ចឹងបានន័យថាអា3 device នេះគឺវាដឹងតែ rec ជាមួយអា SMS នេះហើយអា4 device នេះគឺវា rec Novari ហើយអាសល់ device នេះក៏បងប្អូនអាច select setting ផ្សេងគ្នាទៀតដែរឧទាហរណ៍ថាយើងចង់ rec ជាមួយ Wi-Fi អា5 device rec ជាមួយ Wi-Fi យើង select តាមហ្នឹងមកហើយយើងមកស្ដាំលើវាយើងចុច start rec បន្តទៀតទៅគឺវានឹង run setting ផ្សេងគ្នាហើយយើងអាច run បន្តទៀតបានបាទអញ្ចឹងរបៀប rec មានប៉ុណ្្នឹងហើយបើសិនជាបងប្អូនមានចង្អុលផ្សេងៗបងប្អូនអាចសួរ support ទៅបានអរគុណ